ផ្ដើមមកដោយសប្បាយរីករាយមែនទែនខ្ញុំទៅដល់ start តាំងពីម៉ោង 1 កន្លះដោយក្តីរំពឹងថាក្លឹបបខាន់រាជស្វាយរៀងរបស់យើងនឹងឈ្នះពានហើយតែសេប្រវត្តិសាស្ត្រជាក្រុមខ្មែរទី1ឈ្នះ AFC Challenge League ខំឡើងវិញបាទហាមកធំហ៎ខ្ញុំជឿថាអ្នកគ្រប់គ្រង 50000 អ្នកជាងដែលទៅដល់ start ហ្នឹងហើយនឹងអ្នកគ្រប់គ្រងគ្រប់ទីកន្លែងក៏គិតដូចខ្ញុំដែរណាមួយដោយសារតែប្រកួត final នេះគឺលេងនៅទឹកដីរបស់យើងហើយការលេងទៀតគឺដោយការរំពឹងទុកចឹងគឺក្រុមរបស់យើងគឺលេងបានល្អមែនទែនទាំងការគ្រប់គ្រងបាល់ឱកាសនិងចង្វាក់របស់យើងគឺសម្រុកគ្របលើក្រុមអាកាដាក់ម្ដងទៀតមើលប៉ុន្តែជាចុងក្រោយគឺថាសេតមែនទែនគឺយើងខ្វះសំណាងមែនទែនឱកាសយើងច្រើនមែនទែនតែខ្វះសំណាងយ៉ាងណាក៏ដោយចុងក្រោយហ្នឹងគឺខ្ញុំនៅតែសប្បាយចិត្តមែនទែនដែលក្រុមខ្មែរយើងបានឈានមកដល់កម្រិតនេះមកដល់វគ្គផ្ដាច់ព្រាត់គឺយើងខានឡើងមកយូរខ្លាំងមែនទែនហើយនិយាយពីការរៀបចំវិញគឺថាលយខ្លាំងមែនទែនគឺមានទាំងការបាញ់កំជ្រួចហើយអ្នកគ្រប់គ្រងវិញគឺមកច្រើនមែនទែនខ្ញុំធ្លាប់តែឃើញទស្សនវិជ្ជារបៀបអញ្ចឹងគឺនៅអឺរ៉ុបដូចជាវគ្គផ្ដាច់ព្រាត់ UEFA អីចឹងទៅគឺមនុស្សមកច្រើនអញ្ចឹងហើយគឺគេមានព្រឹត្តិការណ៍អីគឺលយអញ្ចឹងតែនេះគឺនៅខ្មែរយើងតែអត់អីទេអាកាសរបស់យើងនៅតែមានទៀតដរាបណាយើងនៅតែខំប្រឹងបន្តទៀតហើយកុំភ្លេចបងប្អូននៅចុងខែនេះក៏យើងមានវគ្គផ្ដាច់ព្រាត់ហ៊ុនសែនខាប់ដែរអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទៅចូលរួមទស្សនានិងគាំទ្រឲ្យខ្លាំងដូចជាវគ្គផ្ដាច់ព្រាត់ AFC Challenge League នេះហើយដូចឆ្នាំមុនដែរឆ្នាំមុនក៏អ្នកគាំទ្រមកច្រើនដែរ